សួស្តីចាថ្ងៃនេះខ្ញុំបានធ្វើដំណើរទៅផ្សារដើម្បីទិញគ្រឿងសម្លឬក៏ធ្វើម្ហូបពិសេសមួយបងប្អូនសូមតាមដានទាំងអស់គ្នាជាមួយคลิปខ្លីរបស់ខ្ញុំនេះគឺជាមុខម្ហូបបន្លែមានពោតមានស្ពៃក្តោបការ៉ុតយើងឈូសឲ្យតូចៗទៅហើយជាបន្លែស្រស់មុខម្ហូបមួយនេះគឺឆាឡុកឡាក់សាច់គោតែមានបន្លែស្រស់ដែរញ៉ាំទៅវាជួយវីតាមីនដល់ក្នុងខ្លួនយើងណាមានខ្ទឹមបារាំងសាច់គោហើយឆាចូលគ្នាហើយយើងយកមកដាក់នៅលើបន្លែហ្នឹងទៅមានរសជាតិឆ្ងាញ់ហើយជួយសុខភាពយើងទៀតឯមុខម្ហូបមួយនេះគឺស្លម្ជូរព្រៃមានក្តាមមានហ៊ីងនេះរបៀបធ្វើគឺយើងដាក់ទឹកដាំមកយើងដាក់ស្លឹកគ្រៃស្លឹកក្រូចខ្ទឹមសម្ទេសល្មៀតដំចូលគ្នាទៅយើងចាក់សាច់ហ៊ីងចូលតមកយើងឲ្យវាពុះសិនយើងដាក់គ្រឿងក្រូវតាមរសជាតិយើងចូលចិត្តទៅចាម៉ណែតំណងឯងបងប្អូនគឺស្លឹកអំពិលបងប្អូនគេដាក់ស្លឹកអំពិលតមកគេដាក់ក្តាមចូលហ្នឹងហើយមានរសជាតិឆ្ងាញ់ណាបងប្អូនប្លែកមាត់ហ្មងស្លនៅជនបទហ្នឹងហើយសាកធ្វើញ៉ាំទៅសាមញ្ញធម្មតាតែមានរសជាតិប្លែកមាត់ពេលយើងបានសម្លនេះញ៉ាំនៅវាលស្រែបងប្អូនណាគឺមានរសជាតិឆ្ងាញ់ណាស់ហើយមានខ្យល់បក់លហើយរំភើយទៀតណាសប្បាយក្នុងអារម្មណ៍មែនតើដើមព្រីងម្លប់ដើមអំពិលអញ្ចឹងណាគួយម្លប់មកយើងដាក់ញ៉ាំមកហើយចាក់ភ្លេងជំនាញកំដរតិចមកអារម្មណ៍ប្លែកហ្មងសប្បាយចិត្តចាបន្តមកទៀតមានស្លមួយមុខទៀតហើយគឺម្ហូបនេះគឺជានំបញ្ចុកញ៉ាំជាមួយពងទាកូនមានម្លក់មានពងទាកូនមានណែមត្រីនំបញ្ចុកបន្លែញ៉ាំចូលគ្នាទៅចាតមកឆ្ងាញ់មួយបែបតែនេះស្លមុខទៀតហើយស្លត្រពាំងស្លបែបថៃនេះគ្រឿងរបស់គេនេះមានត្រពាំងមានសាច់មានបន្លែខៀវអីហ្នឹងទៅតមកស្លរួចហើយចូលមុខទៀតហើយនេះគឺជាឆាលៀសសមុទ្រណាបងប្អូនយើងដាក់ចូលហើយគ្រឿងផ្សំគ្នាទៅហើយដាក់លៀសចូលតមកលើកមកឆ្ងាញ់ផ្អែមហ្មងសាច់ថ្មីណាលៀសថ្មីទៀតចានេះរបៀបធ្វើមានប៉ុណ្ណឹងទេចានេះមានទឹកគ្រឿងផងដែរថែមទាំងបុកល្ហុងទៀតគ្រឿងសមុទ្រដាក់ចូលទៅយើងដាក់ទឹកកកចាក់សូដាទៅយើងត្រាំវាមួយស្ទុះយើងធ្វើបន្លែសម្រាប់ជ្រលក់សិនស្ងោរឲ្យឆ្អិនទៅផ្ទីបន្លែខៀវមកពោតបារាំងហ្នឹងណាឥឡូវយើងសាប់ល្ហុងឲ្យរួចអស់ហើយធ្វើឲ្យអស់ហើយឥឡូវសម្បល់ចូលគ្នាហើយញ៉ាំត្មងហើយនេះយើងមានខ្ទឹមពងទៀតបងប្អូនណាចឹងវីដេអូនេះចាប់តែប៉ុណ្ណេះហើយសូមអរគុណដែលបានទស្សនាពីដើមដល់ចប់សូមជម្រាបលា